ទូរស័ព្ទដូរលុយ$1គេឲ្យប្រើ7ថ្ងៃតែប្រើបានតែ2 3ថ្ងៃអស់ហើយអញ្ចឹងពូឆេងនាំតែបិទ2ចំណុចធានាថាប្រើបាន7ថ្ងៃពេញអញ្ចឹងចង់ដឹងតែ2ចំណុចកន្លែងណានេះម្នេះមកបងប្អូនអរគ្នាជាដំបូងបងប្អូនចូលទៅកាន់ setting មកហើយបន្ទាប់មកបងប្អូន search ពាក្យដាក់ថា App Store បងប្អូនអរគ្នា App Store មកអាកន្លែង App Store បងប្អូនចូល App Store នេះមកតោះមកបងប្អូនអូសមកនេះអាកន្លែងនេះគឺវា download automatic អញ្ចឹងឲ្យតែមាន app ថ្មីអីគេ update វាដឹងតែ download អញ្ចឹងអា4កន្លែងនេះបងប្អូនចុចបិទទាំងអស់មកដើម្បីធូរថយអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងអាហ្នឹងមួយចំណុចនៅមួយចំណុចទៀតដែលបងប្អូនប្រើនឹងស៊ីលុយខ្លាំងគឺនៅ Facebook ដែលយើងប្រើរាល់ថ្ងៃអញ្ចឹងបងប្អូនអរគ្នានេះដល់ពេលដែលអូសមកគឺវា play automatic ហ្មងអញ្ចឹងអាហ្នឹងគឺវាស៊ីលុយខ្លាំងអញ្ចឹងចង់បិទអាកន្លែងហ្នឹងធ្វើម៉េចយើងទៅអាចសេរីវាបានអញ្ចឹងបងប្អូនចូល setting ខាងលើនេះមកនេះបងប្អូនអរគ្នាកន្លែង setting ហើយតោះមកបងប្អូនចុច setting កន្លែងនេះហើយតោះមកបងប្អូនចូល setting ម្ដងទៀតហើយបន្ទាប់មកបងប្អូនអូសមកក្រោមលើមកមើលរកកន្លែង media នេះបងប្អូនអរគ្នាចុចលើ media នេះមកបន្ទាប់មកបងប្អូនមើលកន្លែងនេះនៅពេលដែលប្រើ Wi-Fi ទាំង Wi-Fi ទាំង 4G អញ្ចឹងឲ្យតែវារត់វាដឹងតែ play អញ្ចឹងបងប្អូនដាក់តែ Wi-Fi បានហើយអញ្ចឹងនៅពេលដែលប្រើ Wi-Fi បាន play ក៏ប៉ុន្តែនៅប្រើ 4G គឺអត់ play អញ្ចឹងបងប្អូនខ្ញុំសាបងប្អូនអរគ្នាអញ្ចឹងអានេះ Wi-Fi គឺ play ក៏ប៉ុន្តែចាំមើលខ្ញុំបិទវិញគឺស្កប់ឲ្យបងប្អូនអរគ្នាវាលែង play អញ្ចឹងវាជួយសំចៃយើងឲ្យប្រើបានយូរបានមួយអាទិត្យបងប្អូនអរគ្នាអញ្ចឹងបងប្អូនអាចទៅសាកវិធីនេះបានអញ្ចឹងបើសាកទៅបានផលយ៉ាងណាបងប្អូន comment ខាងក្រោមឲ្យខ្ញុំបានដឹងផងដូច្នេះសូមបងប្អូនជួយ follow page ពូឆេងផងដើម្បីបានចំណេះដឹងថ្មីៗនិងល្អៗមុនគេហើយកុំភ្លេចជួយ share ឲ្យបងប្អូនអ្នកដែលអត់ទាន់ដឹងបានដឹងផងបាទ